តើឃើញអាមេរិកនិងជប៉ុនជួយនៅតាមព្រំដែនក្រោយសង្គ្រាមឈ្លានពានរបស់ថៃសំណួរចោទសួរតើអន្តរជាតិជួយមនុស្សបែបណាប្រធានបទទី2អ៊ីរ៉ង់កាត់ផ្តាច់អ៊ីនធឺណិតសម្រាប់បាតុករនេះគឺជារឿងថ្មីហើយវាកំពុងតែកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាតនិតតកស៊ីស្រាប់ខោចិនផ្ដាច់កាត់ចំណាក់ផ្លាស់ប្ដូរផ្នត់កំណត់មានគ្រឿងខ្លែងតែមួយគឺបងប្អូនយើងនិយាយបញ្ចេញមតិនៅក្នុងឆាតរបស់ខ្ញុំអំពីប្រវត្តិសាស្ត្រគាត់សម្ដែងនឹងការភ្ញាក់ផ្អើលថាលោកគ្រូតើប្រវត្តិវិទ្យាប្រវត្តិសាស្ត្រមេរៀនដែលលោកគ្រូលើកឡើងហ្នឹងបានឯកសារពីណាមកខ្ញុំមិនដែលរៀនទាល់តែសាស្ត្រសម័យឥឡូវគាត់គឺជាយុវជនសម័យថ្មីមានន័យថាយុវជនដែលក្រោមអាយុ25ឆ្នាំបច្ចុប្បន្នអ៊ុយស្អល់ប្រហែលជាមិនបានរៀនទេយុវជនចំនួនសូនតារាបានរៀនតិចតួចប៉ុន្តែនិយាយរឿងអំពីប្រវត្តិសាស្ត្រចម្លើយរបស់ខ្ញុំឆ្លើយតបទៅនឹងបងប្រុសមាន3សំខាន់ទី1ចូលយើងស្រាវជ្រាវបន្ថែមដោយខ្លួនឯងនៅអ្វីដែលសាលាអត់មានពីព្រោះពេលដែលខ្ញុំរៀនក៏ខ្ញុំអានណាជាបណ្ណា80លើសពីអ្វីដែលមាននៅក្នុងកម្មវិធីសិក្សាដែរប៉ុន្តែចំណុចជាច្រើនដែលខ្ញុំនិយាយធ្លាប់មាននៅក្នុងកម្មវិធីសិក្សាប្រវត្តិសាស្ត្រទី2ខ្ញុំនិយាយអំពីបរិបទនយោបាយនិងប្រវត្តិសាស្ត្រទី3ខ្ញុំនិយាយអំពីអាណានិគមឬក៏អធិបុលនយោបាយអាណានិគមអធិបុលនយោបាយឥឡូវខ្ញុំនិយាយអំពីចំណុចទី1មិនមានន័យបកស្រាយទេចំពោះការសិក្សាស្រាវជ្រាវណាយើងអាចសិក្សាស្រាវជ្រាវបន្តហើយបងប្អូនបានសួរសំណួរខ្ញុំថាតើបានឯកសារឬក៏ឯកសារពីណាមកមានច្រើនណាស់ដែលខ្ញុំនិយាយថាការសិក្សាស្រាវជ្រាវបន្តហ្នឹងខ្ញុំមិនចាំទេនៅកាលនៅរៀនវិទ្យាល័យឬក៏សាកលវិទ្យាល័យខ្ញុំឧស្សាហ៍ទៅបណ្ណាល័យអានហើយបើនិយាយឈ្មោះឯកសារអីហ្នឹងខ្ញុំភ្លេចអស់ហើយប៉ុន្តែបច្ចុប្បន្ននេះបើសិនជាយើងខិតខំប្រឹងប្រែងស្រាវជ្រាវមានឯកសារមួយដែលសរសេរប្រវត្តិសាស្ត្រគ្រាន់បើដែរគឺឯកសាររបស់តាងានេះសាស្ត្រាចារ្យតាងាបងប្អូនវាយទៅបណ្ណាគារវាយរកឈ្មោះគាត់ហើយយកមកអានមកប្រសើរជាងអត់អីសោះយ៉ាងហោចក៏យើងអាចដឹងនៅចំណុច50% ដែរអានេះចំណុចមួយដែលខ្ញុំអាចចាំបាននេះណាឯកសារដែលសរសេរដោយសាស្ត្រាចារ្យតាងាប្រវត្តិសាស្ត្រផ្សេងៗយើងយកមកអានមកចំណុចចម្លើយទី1ចំថាអញ្ចឹងទៅគណៈបកកម្លាំងជាតិចម្លើយទី2ចំណុចទី2គឺបរិបទនយោបាយដែលខ្ញុំចង់និយាយថាបរិបទនយោបាយគេហៅថាអ្នកឈ្នះសរសេរប្រវត្តិសាស្ត្របើកាលណាអ្នកឈ្នះប្រវត្តិសរសេរប្រវត្តិសាស្ត្រនោះគឺមិនបានកត់ត្រាអំពីប្រវត្តិសាស្ត្រទេមិនបានកត់ត្រាអំពីសេចក្តីពិតទេគឺកត់ត្រាតែពីកំណត់ហេតុរបាយការណ៍របស់ខ្លួនតែប៉ុណ្ណោះរឿងពិតទាំងឡាយត្រូវបានជីកកប់ពីព្រោះអ្នកឈ្នះមិនដែលសរសេរអំពីបរាជ័យរបស់ខ្លួនឯងឡើយឬក៏អ្នកឈ្នះកាន់បិចមិនដែលសរសេរអំពីភាពអាក្រក់ឬក៏អវិជ្ជមានរបស់ខ្លួនឯងឡើយនិរន្តរសរសេរតែពីភាពវិជ្ជមាននិងមានចំណុចខ្លះប្រឌិតដើម្បីអួតទៅទៀតដែលអត់មាននៅក្នុងប្រវត្តិសាស្ត្រក៏អត់មានខ្លួនឯងក៏មិនបានធ្វើអង្គុយតុបតែងមហានគរនេះប្រឌិតរឿងធ្វើឲ្យខ្លួនឯងនឹងទៅជារឿងប្រឡោមលោកអក្សរសិល្ប៍តាមពិតប្រវត្តិសាស្ត្រគឺអត់មានចឹងទេអានេះគឺគេហៅថាបរិបទនយោបាយសកលវិរិយនៅក្នុងប្រទេសមួយដែលមានអ្នកខ្លាំងឬក៏អ្នកឈ្នះណាអាឡែមកពលសរសេរប្រវត្តិសាស្ត្របរិបទទី3ប្រទេសមួយដែលរងឥទ្ធិពលនយោបាយឬក៏មិនឯករាជ្យពេញលេញប្រវត្តិសាស្ត្រហ៊ុនត្រាត់គឺវាអត់មានអីពាក់ព័ន្ធជាមួយនឹងបើប្រទេសនោះគឺជាប្រទេសដែលមានលក្ខណៈវិទ្យាសាស្ត្រសេរីជឿនលឿនទោះបីជាប្រទេសកុម្មុយនីសក៏ដោយដូចជាប្រទេសចិនឬប្រទេសវៀតណាមប្រវត្តិសាស្ត្រគឺជារឿងដែលបានកើតហើយគេមិនអាចមិនរៀនគេមិនអាចបំបត្តិមនុស្សបណ្ដោយដឹងទេប្រទេសហៅថារឿងចិនប្រវត្តិសាស្ត្រស្ថិតនៅក្រោមអាណានិគមអង់គ្លេសនៅក្រោមអាណានិគមជប៉ុនចិនប្រវត្តិសាស្ត្រម៉ៅស៊ីតុងគេសរសេរពេញហ្នឹងទោះជាចំណុចល្អរបស់គាត់ក៏ដោយចំណុចអាក្រក់របស់គាត់ក៏ដោយពួកគេសរសេរតែចំណុចអាក្រក់របស់ម៉ៅស៊ីតុងឧទាហរណ៍ដូចជារឿងសេដ្ឋកិច្ចផែនការធ្វើស្រែមិនបានកំណត់ពួកមន្ត្រីភូតកុហកថាធ្វើស្រូវមិនបានតាមផែនការមកពីចាប់ជីស្រូវក៏នាំគ្នាវាយចាប់ងាប់អស់ដល់ងាប់ចាប់អស់ស្រុតទៅខាតលើកដើមព្រោះអាចាប់ហ្នឹងវាស៊ីសត្វល្អិតណាកាលណាអត់មានចាប់អត់មានកដុលសិតតែទៅឯងសិតឲ្យនឹងពោះណាសិតកដុលហ្នឹងអាហ្នឹងគឺថាកដុលមកអាហ្នឹងគឺគេសរសេរទាំងអស់ប្រវត្តិសាស្ត្រវាបីដូចវាហាក់ដូចជារឿងបាត់ដែលគេមិនត្រូវលាក់បាំងអានេះខ្ញុំចង់សម្ដៅលើប្រទេសមួយដែលឯករាជ្យដែលម្ចាស់ការមិនថាប្រទេសនោះណាសៀងកម្ពុជាជាប្រទេសផ្ដាច់ការក៏ដោយជាប្រទេសកុម្មុយនីសក៏ដោយជាប្រទេសសេរីក៏ដោយគឺប្រវត្តិសាស្ត្របែបណាគេឲ្យយើងថាបែបហ្នឹងគេអត់ខ្លាចមនុស្សរៀនអាប្រវត្តិសាស្ត្រទៅជាកំហឹងទៅជាខឹងហ្នឹងទៅដូចអាមេរិកខ្ញុំលើកឧទាហរណ៍មួយប្រវត្តិសាស្ត្រកើតចេញពី13រដ្ឋហើយអាមេរិកណាគ្រប់សភៅយើងសិក្សាស្រាវជ្រាវគេមានអាបកអាកម្មវិធីសំខាន់សម្រាប់រៀនសូត្រអារម្មណ៍មេតាគុំប៉ុន្តែអ្នកដែលស្រាវជ្រាវបន្តទៅនឹងសិក្សាអំពីអាមេរិកធ្វើសង្គ្រាមស៊ីវិលជាមួយគ្នារដ្ឋមីនីសូតាមិនម៉ាសាជូសេតប៉ះជាមួយនឹង New Hampshire កាប់សម្លាប់គ្នាបង្ហូរឈាមជាប់វ៉ាស៊ីនតោនទៅវាយពួកទេសកលស្បែកខ្មៅទៅគេរត់អានេះទៅរៀនមក
គេត្រូវរៀនណាគេអត់លាក់ទៅអូរៀនអានឹងទៅនាំលាក់នាំឲ្យមានការជួយចាប់ហេតុអីពីព្រោះបើកាលណាប្រទេសនោះឯករាជ្យម្ចាស់ការអត់ស្ថិតនៅក្រោមឥទ្ធិពលនយោបាយឬក៏មនោគមវិជ្ជាប្រវត្តិសាស្ត្រគឺគេរៀនគេអត់ខ្លាចថាអានឹងវានាំឲ្យកើតទុកពីព្រោះវាគ្រាន់តែជារឿងព្រេងរឿងមិនថារឿងព្រេងរឿងដែលបានចន្លងផុតទៅហើយដូចខ្ញុំលើកឡើងបាញ់អញ្ចឹងនៅអាមេរិកកើតចេញពី13រដ្ឋហើយវាយយកទៅដល់50រដ្ឋគឺសង្គ្រាមនៅអាមេរិកគេសរសេរទាំងអស់ប្រវត្តិសាស្ត្រគេសរសេរកត់ត្រាថាគេមានខ្លាចខ្មាស់គេទេដូចនៅវៀតណាមក៏ដូចគ្នានៅសង្គ្រាមវៀតណាមដូចជានៅចង់ដូចគ្នាប្រវត្តិសាស្ត្រកត់ត្រាឥឡូវនៅប្រទេសខ្មែរគឺគេមិនឲ្យរៀនប្រវត្តិសាស្ត្រដោយសារឧទាហរណ៍ថាពីមុនមកប្រទេសយើងនឹងក្រៅអាណានិគមយួនហ្នឹងទៅរាល់ប្រវត្តិសាស្ត្រពាក់ព័ន្ធជាមួយយួនពាក់ព័ន្ធជាមួយនឹងតែអង្គពាក់ព័ន្ធជាមួយនឹងអាណានិគមបារាំងអីហ្នឹងការកំពុងធំគេឲ្យរៀនទេចនវេនមែនទេអានេះគេមិនឲ្យរៀនទេដល់ទៅពេលអញ្ចឹងប្រវត្តិសាស្ត្រហ្នឹងគឺជាប្រវត្តិសាស្ត្រដែលប្រទេសអត់ឯករាជ្យអត់ប្រទេសនឹងអត់មានម្ចាស់ការគឺជាប្រវត្តិសាស្ត្រមួយដែលរណបដាំងខៅខ្លាចនិយាយពីយួនទៅខ្លាចយួនខឹងមកទៀតនិយាយពីថៃទៅខ្លាចថៃខឹងអញ្ចឹងប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជាអាចចំណុចទី3ដែលខ្ញុំនិយាយនេះគឺគេហៅថាប្រទេសយើងបើកណាខ្លាចរណបអត់និយាយការពិតទេដូចជារឿងតែអង្គកំពុកតែអង្គជំនាន់ស្ដេចអង្គមីអានេះអាចលុបចោលវិញឃើញរឿងព្រេចវិញទៅគេថារៀនទៅខ្លាចខ្មែរហ្នឹងមានកំហឹងចងកំហឹងចុះនៅបដិវត្តបារាំងគេរៀនតាក់កស្ដេចអីគេរៀនតែមានចងកំហឹងអត់ដូចជានៅវៀតណាមគេរៀនទៅអត់ដូចនៅហេរ៉ូជីម៉ាអីនោះសម្បត្តិមានអាមេរិកទម្លាក់គ្រាប់បែកប្រមាណងាប់លើកយួនសម្រាប់ខ្មែរព្រេចលៀបព្រេចវិញទេនឹង1000លានដងទឹកប្រទេសមួយទាំងមូលរបស់ជប៉ុនមិនក៏រៀនអញ្ចឹងមានន័យថាជប៉ុនវាឯករាជ្យចឹងត្រឡប់មកវិញតែនេះសំខាន់ណាស់បងប្អូនបើកាលណាប្រវត្តិសាស្ត្រមួយវាស្ថិតនៅក្នុងប្រទេសដែលមិនឯករាជ្យដែលប្រទេសនឹងវាស្ថិតនៅក្រោមឥទ្ធិពលឬក៏អាណានិគមនៃអំណាចនៃការភ័យខ្លាចឯមួយគឺគេអត់ឲ្យយើងដឹងប្រវត្តិសាស្ត្រពិតទេគឺយើងមើលឃើញតែអ្វីដែលគេឲ្យមើលហើយមានពេលខ្លះគេថែមលបោយនំបញ្ចុកប្រវត្តិសាស្ត្រដែលយើងរៀនហ្នឹងគឺវាមានពាក្យបច្ចូលនៅក្នុងហ្នឹងវាបាត់បង់សេចក្តីពិតបាត់ហើយអញ្ចឹងយើងរៀនប្រវត្តិសាស្ត្រយួនប្រវត្តិសាស្ត្រសម័យលង្វែកប្រវត្តិសាស្ត្រសម័យឧដុង្គអាហ្នឹងណាអ្វីដែលខ្ញុំនិយាយគឺមាននៅក្នុងប្រវត្តិសាស្ត្រសម័យលង្វែកជាពិសេសប្រវត្តិសាស្ត្រដែលជូរចត់ជាងគេណាមានប្រវត្តិសាស្ត្រពីរសម័យដែលខ្មែរយើងខ្ទេចខ្ទីខ្លាំងជាងគេគឺប្រវត្តិសាស្ត្រសម័យឧដុង្គនិងសម័យលង្វែកបងប្អូនទៅមើលអាពីរហ្នឹងវាមានច្រើនគាត់ថាអាហ្នឹងជូរចត់ជាងគេសម័យឧដុង្គសម័យលង្វែកបានមកសម័យអាណានិគមបារាំងរៀងធូរបន្តិចតារាជាសិនអញ្ចឹងប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជាយើងមានពេលខ្លះគឺបង្រៀនមនុស្សហ្នឹងឲ្យផ្លេចប្រទេសថាក្រោមឥទ្ធិពលយួនទៅឲ្យផ្លេចយួនទៅចងកំហឹងជាមួយអាមេរិកទៅជេរថាអាមេរិកទម្លាក់គ្រាប់បែកសម្រាប់ខ្មែរឲ្យចងកំហឹងជាមួយចិននៅពួកវៀតទីនិយមឲ្យចងកំហឹងជាមួយពួកប្រឆាំងជាមួយខ្មែរក្រហមណាជាមួយចិនឲ្យចងកំហឹងជាមួយស្ដេចដូចជាចំនួនចងកំហឹងហ្នឹងគឺគេមានឆ្នាំទសវត្សរ៍ខ្ញុំនៅទសវត្សរ៍ឆ្នាំ80 82 83ហ្នឹងហើយនៅទសវត្សរ៍84 85ហ្នឹងគេមានទីចងកំហឹងមួយគឺគេយកទីងងទៅដល់មានបនក្បត់ណាជីវងយូបនក្បត់បល័យពុទ្ធសាសពលពតអៀងសេរីខៀវសំផនមានសើសានអនុទៅទៀតអញ្ចឹងប្រវត្តិសាស្ត្រនោះគឺគេហៅថាប្រទេសប្រវត្តិសាស្ត្រដែលសរសេរដោយអ្នកដែលស្ថិតនៅក្រោមឥទ្ធិពលអញ្ចឹងសរុបសេចក្តីមកវិញប្រទេសមួយដែលមានម្ចាស់ការឯករាជ្យលំលក្ខណៈសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនឹងថាប្រទេសនោះប្រជាការប្រទេសនោះនៃកុម្មុយនីសឬប្រទេសប្រជាធិបតេយ្យសេរីទេប្រវត្តិសាស្ត្រពិតគឺគេត្រូវតែឲ្យរៀនមិនថាវាយ៉ាងណាទេព្រោះវាគ្រាន់តែជារឿងប្រវត្តិសាស្ត្រគេមិនផុតទេសូម្បីតែអាមេរិកទម្លាក់គ្រាប់បែកនៅជប៉ុនក៏គេរៀនដែរគេប្រជាជនជប៉ុនរៀនទៅមិនចង់កំហឹងណាគេគ្រាន់តែគិតថាវាជារឿងប្រវត្តិសាស្ត្រទេអញ្ចឹងខ្ញុំគិតថាកម្មវិធីក្រសួងអប់រំគួរតែមានទំនើបកម្មមួយដែលធ្វើឲ្យវិស័យអប់រំឆ្លុះបញ្ចាំងពីលក្ខណៈវិទ្យាសាស្ត្រជាងឆ្លុះបញ្ចាំងអំពីការលើកជើងឬក៏ឆ្លុះបញ្ចាំងអំពីមនោគមវិជ្ជាឥទ្ធិពលពីព្រោះវិទ្យាសាស្ត្រវាមិនមែនជាការទំនោរឬក៏មិនមែនជារឿងបច្ចេកលើកជើងខ្លាចអ្នកនេះប៉ាន់ចិត្តខ្លាចអ្នកនោះខឹងទេវិទ្យាសាស្ត្រគឺពិតពីដើមដីខ្មែរដល់ជាប់ព្រំដែនចិនជាប់ព្រំដែនចិនបាទអានេះគឺអត់មានអីទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតចិត្តជលសាទូរទស្សន៍សូនតារាស្រាត់ខោជន់បដិការផ្លាស់ប្ដូរផ្នែកគំនិតប្រធានបទទី1ក្តៅយោងតាមបណ្ដាញព័ត៌មានស្ទើរតែគ្រប់បណ្ដាញព័ត៌មានបាននិយាយអំពីជំនួយរបស់អាមេរិកនិងជប៉ុនខ្ញុំនិយាយអំពីជំនួយជប៉ុនមកចុះអត្តនោនេះថាជប៉ុនខំបណ្ណាថ្មីនេះឃើញជួយ$10 លានសម្រាប់ដោះមីននៅខេត្តពោធិ៍សាត់បាត់ដំបងហើយនឹងបន្ទាយមានជ័យដោះមីននោះតែជាគេមិនហ៊ានសរសេរថាដោះមីននៅតាមព្រំដែនរឿងនេះគឺជាចំណោទមួយដែលនេះរដ្ឋាភិបាលនៃរបបគុនធ្លាប់បដិសេធដោយគិតថាមិនគិតតែយល់ឃើញយ៉ាងច្បាស់ថាមីនគឺជាសំណល់យុទ្ធភ័ណ្ឌរបស់ពួកខ្មែរក្រហមហើយខ្មែរក្រហមមិនឈរជើងនៅលើដីថៃទេគឺពួកខ្មែរក្រហមឈរជើងនៅលើដីខ្មែរពេលដែលយើងដោះមីនមានន័យថាវាជាកម្មសិទ្ធិរបស់យើងចង់ដោះក៏បានមិនដោះក៏បានប៉ុន្តែត្រូវធានាថាការដោះមីននេះវាគឺជាទឹកដីរបស់កម្ពុជាមិនមែនជាទឹកដីរបស់ថៃទេហើយក្រោយសង្គ្រាមវាយបំបាក់ឆ្អឹងធ្វើឲ្យហ៊ុនសែនបកក្រខ្លាចទទួលស្គាល់ការពិតថាខ្លួនមិនមែនជាស្ដេចនៅអាស៊ីទេនេះមិនមែនជាអធិរាជមហាអំណាចនៅអាស៊ីទេអត់អាចអួតអីបានទេគឺនាំក្តីវិនិច្ឆ័យបាត់បង់ទឹកដីស្លាប់ប្រជាជននិងខូចខាតទ្រព្យសម្បត្តិឥឡូវនេះគឺថៃក្អកទៅឆ្វេងស្ដាំដើម្បីសម្រួលសភាពការដើម្បីថ្នមសភាពការតែក៏អត់មានជំរឿនអីក្រៅពីអញ្ចឹងតែមានជំរឿនអីក្រៅពីអញ្ចឹងទេបាទណាអញ្ចឹងការចំណុចទី1នេះបានខ្ញុំនិយាយអំពីជប៉ុនមុនទី2អាមេរិកគឺមានព័ត៌មាននឹងពី3ថ្ងៃមកហើយទី1គេឃើញព័ត៌មានខ្លះថាអាមេរិកបានជួយលុយ$54 លានសម្រាប់ភាគីកម្ពុជាថៃស្ដារកសាងស្ថាបនាចំនួនបាត់បង់នៅតាមព្រំដែនឡើងវិញមានន័យថាការខូចខាតព័ត៌មានខ្លះសរសេរថាអាមេរិកជួយថៃ$100 លាន
ទៅដល់កងទ័ពដើម្បីធ្វើយុទ្ធនាការពារឧក្រិដ្ឋកម្មអនឡាញនេះការជួយថៃ$100 លានរបស់អាមេរិកបាននាំឲ្យមានការបកស្រាយជាច្រើនមានអ្នកខ្លះបកស្រាយថាអាមេរិកគឺជួយថៃឲ្យវាយខ្មែរមានការបកស្រាយខ្លះទៀតថាណែដូចជាម៉ែនកំសែងអីគាត់បកស្រាយបែបទូលំទូលាយគាត់បកស្រាយបែបសម្រាលអារម្មណ៍ដែលនិយាយថាការ$100 លាននោះគឺផ្ដោតទៅលើប្រទេសនេះជុំវិញព្រំដែននឹងមានខ្មែរក៏អាចថាខ្មែរផងអាណាចក្រថោកទៀតនឹងឡាវផងនឹងវៀតណាមខ្មែរឡាវផងនឹងថៃផងនឹងហើយខ្លះទៀតចាប់ផ្ដើមបកស្រាយថាជំនួយរបស់អាមេរិកហ្នឹងគឺធ្វើទៅកាន់ប្រទេសថៃហេតុអីបានជាច្រើនជាងជំនួយទៅកាន់ប្រទេសខ្មែរហេតុអីបានជាអាមេរិកបានផ្ដល់ជំនួយទៅកាន់ប្រទេសថៃដែលកំពុងតែមានកងទ័ពខ្លាំងក្លាប៉ុន្តែមិនផ្ដល់ជំនួយមកកាន់កម្ពុជាដែលកងទ័ពអត់មានអីសោះបែបបាទគឺកងទ័ពកម្ពុជាយើងបើប្រៀបធៀបទៅនឹងប្រទេសទៅថៃយើងកុំនិយាយកងទ័ពយើងនិយាយកម្លាំងសព្វាវុធណាយើងនិយាយពីអំណាចកងទ័ពគឺសំដៅទៅលើកម្លាំងសព្វាវុធគឺយើងអត់មានសព្វាវុធគ្រប់គ្រាន់ខ្លាំងក្លាដោយថៃទេអញ្ចឹងបានជាខ្ញុំមើលឃើញថាក្រៅពីថ្នមសភាពការគ្មានជំរឿនអីទេដើម្បីកិច្ចអំពីការវាយច្បាំងគ្នាសម្រាប់គ្នាបន្តទៅទៀតនេះគឺជាសាវតាមួយអញ្ចឹងខ្ញុំយើងបានចោទសួរទៅថាតើអន្តរជាតិមុននឹងខ្ញុំនិយាយពីអន្តរជាតិខ្ញុំនិយាយទៅលើប្រទេសជប៉ុននិងប្រទេសអាមេរិកមុនសិនយើងខ្ញុំចែកចេញជាជប៉ុននិងអាមេរិកតើជប៉ុននិងអាមេរិកហេតុអ្វីបានជាជួយប្រទេសកម្ពុជានិងប្រទេសថៃនៅពេលនេះចម្លើយបងប្អូនខ្ញុំនិយាយពីភូមិសាស្ត្រនយោបាយនិយាយច្រើនដងហើយគឺនៅលើពិភពលោកយើងនេះវាបែងចែកចេញជាប្លុកមនុស្សកម្ពុជាប្រជាការនិងសេរីនៅតែដដែលទេគ្រាន់តែថាពីមុនពួកប្រជាការវារីករាលដាលខ្លាំងហើយពួកសេរីវាតូចរួមតូចឥឡូវនេះពួកសេរីវារួមធំពួកប្រជាការវារួមតូចសំទុកពួកសេរីវារីកធំពួកប្រជាការវារួមតូចដូច្នេះពួកប្រជាការចង់ពង្រីកខ្លួនវិញតាមរយៈអីតាមរយៈអធិបុលសេដ្ឋកិច្ចនិងកងទ័ពដូច្នេះរុស្ស៊ីពង្រីកអធិបុលកងទ័ពឯចិនលបពង្រីកអធិបុលរបស់ខ្លួនតាមរយៈសេដ្ឋកិច្ចគឺការវិនិយោគចិនបានប្រើប្រាស់ក្រុមហ៊ុនឯកជនក្រោមរូបភាពនៃរដ្ឋាភិបាលចិនបានប្រើប្រាស់ក្រុមហ៊ុនឯកជនក្រោមរូបភាពឯកជនប៉ុន្តែជំនួយរបស់រដ្ឋហើយចិនរកស៊ីជាពិសេសទៅលើរ៉ែនិងធម្មពលជាពិសេសប្រទេសក្រីក្រដែលអន់ខ្សោយនិងរដ្ឋាភិបាលមានអំពើពុករលួយចិនបញ្ជ្រាបចូលហើយដូចជានៅគេច្រើននៅប្រទេសអាហ្វ្រិកនិងប្រទេសអារ៉ាប់មួយចំនួនបងប្អូនមានដឹងទេស្ដាប់សូនតារាតែនេះបងប្អូនកាន់បញ្ញាអំពីភូមិសាស្ត្រនយោបាយសកលលោកប្រទេសដែលមានសេដ្ឋកិច្ចទុនខ្សោយមានអំពើពុករលួយបែកបាក់ងាយត្រួតត្រាគឺចិនចូលទៅព្រោះចិនយកលុយទៅគុកក្បាលមនុស្សជាធម្មតាប្រទេសដែលមានសេដ្ឋកិច្ចទុនខ្សោយអំពើពុករលួយមានវិស័យអប់រំទៀតចឹងមានម្ចាស់ការទៀតមនុស្សគឺលុយគុកក្បាលបែកដូច7ពេទ្យចឹងធ្វើឲ្យចិននឹងអាចទៅកាន់កាប់ត្រួតត្រានៅផ្នែករ៉ែនិងធម្មពលហើយនៅលើពិភពលោកនេះចិនបានសម្លឹងមើលឃើញថាដើម្បីពង្រីកខ្លួនទៅតាមសព្វាវុធទៅតាមបែបអាណានិគមគឺទៅមិនរួចទេនឹងអាចមានការតតាំងប្រឆាំងជាមួយប្រទេសសម័យខ្លួននៃខ្លួនចូលទៅជាពិសេសអាចធ្វើឲ្យអាមេរិកនិងអឺរ៉ុបបានភ្ញាក់ខ្លួនដឹងទៅទប់ទល់ជាមួយខ្លួនផងដូច្នេះចិនបានពង្រីកតាមរយៈអធិបុលសេដ្ឋកិច្ចអធិបុលសេដ្ឋកិច្ចគឺគេច្រើនដូចខ្ញុំលើកឡើងមិញចិនធ្វើសេដ្ឋកិច្ចបដោតសំខាន់ទៅលើធម្មពលហើយនឹងរ៉ែនិងវិនិយោគផ្សេងៗបងប្អូនណាអានេះអធិបុលនេះខ្ញុំឆ្លើយសួរថាលោកគ្រូចូលហេតុអីបាននិយាយអញ្ចឹង reliable driver ហេតុអីបានជាជប៉ុនហើយនិងអាមេរិកមិនកោតទៅថៃឆ្លៀនពេលទឹកដីកម្ពុជាអានេះវាចម្លើយទៅនៅថ្ងៃហេតុអីបានជាអាមេរិកហើយនិងចិនមិនជួយខ្មែរមិនជួយថៃមកខាងទេគឺជួយទាំងខ្មែរជួយទាំងថៃហើយគឺជួយថៃច្រើនជាងខ្មែរណាចម្លើយគឺទុកអធិបុលចិនកុំឲ្យតំបន់អាស៊ានហ្នឹងធ្លាក់ចូលទៅក្នុងណាកណ្ដាប់ដៃរបស់ចិនអាមេរិកហើយនិងជប៉ុនគឺជាសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាសម្ព័ន្ធមិត្តសេរីដែលប្រឆាំងជាមួយនឹងចិននិងរុស្ស៊ីឯកបៈឯកទុយតាំងពីប្រវត្តិសង្គ្រាមតាំងពីដូនតាមកគឺចិនជប៉ុនគឺជាសត្រូវរបស់ចិននិងរុស្ស៊ីអាមេរិកដូចគ្នាអាមេរិកតាំងពីដូនតាមកទោះយ៉ាងណាក៏ដោយវាជាសត្រូវរបស់រុស្ស៊ីហើយក្រោយមកទៀតគឺជាចិនអញ្ចឹងកម្ពុជាហើយនិងថៃមិនមែនជាគោលដៅណារបស់អាមេរិកហើយនិងជប៉ុនដើម្បីទៅកាន់ជើងមកខាងទេប៉ុន្តែគឺជាគោលដៅតំបន់ដែលត្រូវធ្វើឲ្យថៃហើយនិងកម្ពុជានឹងមានសន្តិភាពត្រូវរំគ្នាដើម្បីកុំឲ្យតំបន់នោះคล้ายទៅជាចំនួនហើយធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ចិនមួយទៀតគឺជាតេស្តជាវិញ្ញាសាមួយថាតើជំហរកម្ពុជានៅតែអព្យាក្រឹតឬក៏ងាកទៅខាងណាបើងាកទៅចិនខ្លាំងឬក៏បង្ហាញគោលជំហរទៅចិនខ្លាំងប្រទេសកម្ពុជាអាចនឹងមានវាសនាច្បាស់ណាស់ដូចវេណេស៊ុយឡាទោះបីជាអាមេរិកនៅនេះអាចច្បាស់ណាស់ឯមករាដូចវេណេស៊ុយឡានេះហេតុអីពីព្រោះដូចខ្ញុំនិយាយបាញ់មិញអញ្ចឹងចិនបច្ចុប្បន្នហ្នឹងជប៉ុនក៏ត្រូវមួយចិនទេអញ្ចឹងរឿងដែលកម្ពុជារឿងដែលជប៉ុនហើយនិងអាមេរិកមិនជួយខ្មែរតែម្ខាងដើម្បីទប់ទល់ការឆ្លៀនពៀនរបស់ថៃនិងមិនទៅផ្ដោតទៅថៃពីព្រោះគ្រាន់តែចង់ឲ្យតំបន់នោះមានសន្តិសុខសុវត្ថិភាពទប់ទល់ឥទ្ធិពលរបស់ចិនតែប៉ុណ្ណោះហើយណាមួយទៀតថៃមិនមែនជាសម្ព័ន្ធមិត្តណារបស់ពួកប្រជាការទេប្រទេសថៃគឺជាប្រទេសដែលមានការរៀបចំការបោះឆ្នោតថៃគឺជាសម្ព័ន្ធមិត្តរបស់លោកសេរីផ្ទុយទៅវិញខ្មែរទៅវិញទេដែលមានទំនោរទៅរកណាពួកប្រជាការដូចជាការចាក់ចងការរំលោភសិទ្ធិមនុស្សម្លែងបច្ចុប្បន្នហ្នឹងថៃមិនហ៊ុនសែនបន្តចាប់មនុស្សដាក់គុកអានឹងគឺជានយោបាយមួយដែលងាកចេញអំពីរបបនេះសេរីអញ្ចឹងហើយបានជាប្រទេសកូមីនិងប្រទេសចន្ទកម្មប្រទេសកូមីនិងប្រទេសនៃវេណេស៊ុយឡាដោះលែងអ្នកទោសដើម្បីទទួលណា
ឲ្យអន្តរជាតិនឹងប្រទេសសេរីស្វាគមន៍តែផ្ទុយទៅវិញហ៊ុនសែនគាត់បន្តចាប់មនុស្សដាក់គុកភូមិសន្តិដើម្បីសុំឲ្យអន្តរជាតិជួយគាត់អត់ទេខ្ញុំថាបើហ៊ុនសែនមិនកែប្រែវប្បធម៌នយោបាយកុំរំពឹងថាអន្តរជាតិជួយពេញដៃពេញជើងដូច្នេះបើនិយាយអំពីទំនិញព្រំដែននេះណាគឺអាមេរិកហើយនិងជប៉ុនជាពិសេសអន្តរជាតិគឺគេអត់ខ្វល់រឿងអីទេគឺគ្រាន់តែចង់ឲ្យភាគីទាំងពីរដោះស្រាយវិបត្តិនឹងដោយសន្តិវិធីដោយវិធីណាក៏ដោយបញ្ជាសង្គ្រាមដែលបណ្ដាលឲ្យតំបន់ទុនខ្សោយធ្លាក់ចូលទៅក្នុងវិបត្តិនឹងចិនលូកដៃកាន់កាប់ចប់អានេះគឺជាចម្លើយទី1ពាក់ព័ន្ធជាមួយនឹងថាហេតុអីបានជាជប៉ុនហើយនឹងអាមេរិកនឹងមិនទៅទោសថៃមានមានសុខសាន្តទី1ថៃមិនមែនជាសម្ព័ន្ធមិត្តដូចសម្ព័ន្ធមិត្តរបស់ពួកប្រជាបងប្អូននយោបាយនៅលើពិភពលោកនេះបងប្អូនកាន់តែមើលកាន់តែយល់ថាគឺចែកដាច់ខណ្ឌពីគ្នារវាងពួកប្រជានិងពួកសេរីពួកកុម្មុយនីសនិងពួកប្រជាធិបតេយ្យឃើញចែកដាច់តែម្ដងមែនទេពួកណាក៏ដោយទៅកាន់ជើងរៀងៗខ្លួនហើយប្រទេសកម្ពុជាយើងហ្នឹងណាមូលហេតុដែលអត់មានអន្តរជាតិណាដែលគេទៅហ៊ានទៅមិនមែនគេខ្លាចថៃទេគេគ្រាន់តែគិតថាកម្ពុជាមិនមែនជាសម្ព័ន្ធមិត្តរបស់គេគេអត់មានតម្លៃអីណាស្នាមៅទៅហៃអើទៅថ្នាក់ថ្នមអីហ៊ុនសែនទេគេគ្រាន់តែអាណិតប្រជាជនអាណិតប្រទេសកម្ពុជានឹងមិនត្រឹមតែអាណិតប្រជាជននិងប្រទេសកម្ពុជាទេគឺប្រទេសកម្ពុជាធ្លាប់ធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់ចិននៅចំនួនដែលប៉ុលពត3ឆ្នាំ8ខែ20ថ្ងៃគឺចិនសុខសាន្តហើយប្រទេសកម្ពុជាក្រោយមកទៀតណាគឺរងជាមួយឥទ្ធិពលរុស្ស៊ីហើយនឹងយួនមែនទេក្រោយពីឆ្នាំ79មកប្រទេសកម្ពុជាគ្រប់គ្រងដោយយួនអានេះគឺកុម្មុយនីសយួនហ្នឹងក៏ឥទ្ធិពលរបស់រុស្ស៊ីដែរយើងមានតំណែងសង្គ្រាមជាមួយរុស្ស៊ីជាអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុទៅដល់យួនដើម្បីឈ្លានពានចូលទៅដីកម្ពុជាអញ្ចឹងយើងនៅតែយួនដែរក្រោយសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសទេប្រទេសកម្ពុជាងាកមកប្រជាធិបតេយ្យគឺពេលនោះចិនក៏ដកចេញពីខ្មែរក្រហមហើយយួនក៏ដកទ័ពចេញពីប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យអញ្ចឹងបើគេមើលទៅលើទំនោរនិងចំហរបស់កម្ពុជាយើងគឺវានៅវិលក្បង់វានៅងាករេហើយកម្ពុជាយើងបើយើងពីប្រទេសតូចសក្តានុពលសេដ្ឋកិច្ចផលប្រយោជន៍ដែលផ្ដល់ផលប្រយោជន៍ទៅឲ្យប្រទេសមហាអំណាចហ្នឹងគឺអត់មានទេគឺវាមានតែទួចគឺបើយើងនិយាយទៅបើប្រៀបធៀបមួយទៀតបើយើងនិយាយថាអំពីអតិថិជនណាប្រទេសថៃគឺជាអតិថិជនរបស់អាមេរិកហើយនិងជាអតិថិជនរបស់ចិនផងជាអតិថិជនរបស់ជប៉ុនផងមានន័យថាថៃគឺជាដៃគូពាណិជ្ជកម្មឬក៏យើងអាចនិយាយថាជាភ្ញៀវរបស់អាមេរិកទិញអាវុធអាមេរិកជាដៃគូពាណិជ្ជកម្មរបស់ចិនជាភ្ញៀវរបស់ចិនទិញអាវុធរបស់ចិនជាដៃគូពាណិជ្ជកម្មឬក៏អតិថិជនរបស់ជប៉ុនណាអ្វីមួយក្រុមហ៊ុនវិនិយោគធំៗហ្នឹងគឺវាធ្លាក់ទៅក្នុងប្រទេសថៃប៉ុន្តែសម្រាប់ខ្មែរវិញណាវាមិនមែនជាដៃគូទេគឺជាអ្នកសុំទានចិននេះគឺជាអ្នកសុំជំនួយពីជប៉ុននិងអាមេរិកខ្មែរយើងទទួលជំនួយពីជប៉ុនគេហៅថាជំនួយទឹកសំណងវាលៀនធំសាំអានេះខ្ញុំឲ្យបងប្អូនយល់ច្បាស់ដើម្បីកុំឲ្យចិត្តតែធម្មតានយោបាយបងប្អូនមិនមែនជាអារម្មណ៍ទេមិនមែនជាអារម្មណ៍ត្រឹមត្រូវយើងចង់បានអានឹងមិនគួរវាអញ្ចឹងនយោបាយបើយើងមើលទៅលើទស្សនវិជ្ជាអារម្មណ៍យុត្តិធម៌សម្រាប់យើងធ្វើយើងជួយចាប់គោលជាងាប់ប៉ុន្តែបើយើងមើលទស្សនវិជ្ជាឲ្យធំអំពីផលប្រយោជន៍ពិភពលោកគឺយើងអាចបែងចែកហើយនេះឃើញពិសេសរូបមិនយូរចំណុចការថាអ្វីដែលយើងគួរតែមានអារម្មណ៍អ្វីដែលយើងគួរប្រតិបត្តិអ្វីដែលយើងគួរតែមានទង្វើទៅលើអ្វីមួយចឹងបងប្អូនអ្វីដែលសនរាលើកឡើងនេះគឺជាមនោគមវិជ្ជាគឺជាបរិបទពិតសច្ចធម៌នៅក្នុងប្រវត្តិសាស្ត្របរិបទបច្ចុប្បន្ននិយាយអំពីឥទ្ធិពលនយោបាយនិងមនោគមវិជ្ជានយោបាយនៅតែពួកប្រជាពលរដ្ឋសេរីប្រជែងគ្នាដដែលហើយអានេះគឺជារឿងពិតរបស់កម្ពុជាជារឿងពិតរបស់កម្ពុជាដូច្នេះយើងត្រូវតែអរគុណបើអាមេរិកហើយនិងជប៉ុនណាដែលយ៉ាងហោចណាស់គឺជួយរំលត់ឲ្យអ្វីដែលយើងដឹងគុណអាមេរិកនិងជប៉ុនគឺដឹងគុណត្រង់ថាគេជួយរំលត់ភ្លើងសង្គ្រាមទុកឱកាសឲ្យនៅកម្ពុជាធ្វើការដោះស្រាយដោយសន្តិវិធីជារឿងគ្រប់គ្រាន់ណាមិនជារឿងគ្រប់គ្រាន់ណាណាបើសិនជាថាចង់ឲ្យទៅតលេខាជប៉ុនតថាអាមេរិកអន្តរជាតិទៅទៅថៃមិនងាយទេពីព្រោះកម្ពុជាយើងគេមើលទៅគេអត់ជឿថាយើងជាមនុស្សប្រជាធិបតេយ្យអានេះចំណុចហ្នឹងណាបងណាគេជឿថារយៈទៅហ៊ុនសែនឥឡូវឃើញចាប់មួយទៀតណាឥឡូវខ្ញុំលេងរវល់តែចាប់ណាក៏ចាប់គឺយើងក៏និយាយអត់ប្រយោជន៍ឥឡូវខ្ញុំថាហ៊ុនសែនចង់ដល់តែចាប់តាណាចាប់ខ្ញុំលេងរវល់ពីព្រោះវាអញ្ចឹងទៅហើយបើហ៊ុនសែនមិនចាប់ខ្ញុំរវល់បងប្អូនបច្ចុប្បន្ននេះណាឥឡូវឃើញថាចាប់អ្នកណាមួយទៀតសួងជាតិចាប់ស្អីអីណាបាក់កម្លាំងជាតិអីណានោះទៀតណាអញ្ចឹងឥឡូវនេះខ្ញុំមិនឡែកទៅរវល់ពីព្រោះយើងដល់អាតូទៅអត់ចាញ់ទេរឿងបញ្ហាធំណាបងប្អូនបញ្ហាធំគឺយើងរកកូនសោកលឹះណាមួយដើម្បីឲ្យសហគមន៍អន្តរជាតិនឹងចូលទៅកែប្រែលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបើយើងទៅដោះរឿងអ្នកជាប់គុកទូចដោះមិនដល់ចេញព្រោះហ៊ុនសែនចង់ចាប់ឯណាក៏បានដែរមែនទេហើយអាទំនោរហ្នឹងឯងដែលនាំវិបត្តិទៅហ៊ុនសែននាំវិបត្តិទៅប្រទេសកម្ពុជាមិនហ៊ុនសែនទេហ៊ុនសែនក៏នាំវិបត្តិទៅប្រទេសកម្ពុជាដោយសារតែពិភពលោកអត់ជំនឿគេអត់មើលទៅសម្លឹងឃើញថាកម្ពុជានឹងមានប្រយោជន៍សម្រាប់លោកសេរីទេមែនទេអញ្ចឹងគេជួយគេគាត់តែជួយទុកដើម្បីកុំឲ្យវាឆាបឆេះប៉ុន្តែបើឲ្យគេទៅកោតទៅថៃជួយទៅថៃវាយឯងដល់ក្រុងភ្នំពេញហើយក៏គេអត់កោតទៅថៃអត់កោតទៅថៃណាព្រោះកម្ពុជាគឺមើលទៅមានទំនោរទៅរបបផ្ដាច់ការហើយថៃវាជាប្រទេសប្រជាធិបតេយ្យនេះទៅថាការបោះឆ្នោតនឹងអ្នកឈ្នះមិនកាន់អំណាចមិនកាន់អំណាចតែរលឹកឆ្នោតទៅគឺចាក់ស្ដែងតែអ្នកឈ្នះគឺឈ្នះអ្នកចាញ់គឺចាញ់មិនអត់មានទៅបន្លំតែអ្នកឈ្នះទៅចាញ់អ្នកចាញ់ទៅឈ្នះទៅថាអ្នកឈ្នះមិនបានកាន់អំណាចក៏មានច្បាប់តែមួយទៀតមែនទេហ្នឹងប៉ុន្តែវាកលេចឃើញថាអាហ្នឹងវាឈ្នះសាំឌីថូបាទប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនដាស្រាប់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់សំណួរទី2តើអន្តរជាតិជួយមនុស្សបែបណាចំណុចខ្លីអន្តរជាតិជួយមិនជួយជនផ្ដាច់ការបងប្អូនទៅចាំសម្ដីសូនដាមួយម៉ាត់ត្រូវមានពេលខ្លះបងប្អូនស្ដាប់ការបកស្រាយហ្នឹងគឺជាការបន្ថែមនៅការលម្អិតតែបងប្អូនជាពិសេសស្ដាប់មួយម៉ាត់អន្តរជាតិមិនដែលជួយជនផ្ដាច់ការទេហើយពេលជនផ្ដាច់ការដួលមិនបានអន្តរជាតិគេតែងតែទះដៃជាសម្ងាត់ជាមួយនឹងប្រជាជន
ចូលបងប្អូនសម្លឹងមើលមេដឹកនាំផ្ដាច់ការនៅលើពិភពលោកដួលរលំតើដែលមានអន្តរជាតិណាទៅកោតទោសពួកប្រជាជនឬក៏បាតកោទេទីខ្ញុំនិយាយភ្ជាប់ទៅនឹងប្រទេសនៅអ៊ីរ៉ង់បន្តិចសម័យឆាន់ណាសកុនត្រីអូមីសេអត់មានទេតែចអន្តរជាតិទីមួយបងប្អូនត្រូវចាំណាអន្តរជាតិមិនជួយជនផ្ដាច់ការអន្តរជាតិណាបើប្រទេសណាផ្ដាច់ការហើយបើប្រជាជនប្រទេសនោះក្រោកឈរជាសច្ចធម៌ឲ្យមកសម្ដៅលើប្រទេសកម្ពុជាខ្ញុំនិយាយទូទៅគឺអន្តរជាតិតែងតែនៅភាពស្ងប់ស្ងាត់ហើយរងចាំមើលបើពួកផ្ដាច់ការវាយបាតកោអន្តរជាតិលោកឯកការបាតកោបងប្អូនត្រូវចាំសម្ដីសម្រាប់ទេណាបើពួកបាតកោឬក៏គណៈបកប្រឆាំងណាទទួលបានជ័យជំនះអន្តរជាតិតែងតែនៅស្ងៀមហើយជួយពួកបាតកោជួយពួកដែលទទួលបានជ័យជំនះហ្នឹងដើម្បីសម្រួលទៅក្នុងការកាន់កាប់គ្រប់គ្រងអានឹងយើងសម្លឹងមើលឃើញឲ្យច្បាស់ត្រង់ហ្នឹងអត់មានអីខុសគ្នាទេនៅលើពិភពលោកយ៉ាងនេះអញ្ចឹងឈៀងអ៊ីលីតើយើងធ្វើដូចម្ដេចណាអានន្តាបងគឺសម្រាប់ប្រទេសកម្ពុជាបើចង់ឲ្យអន្តរជាតិជួយទី1គឺកុំផ្ដាច់ការបងប្អូនណាបើកណាយើងកុំផ្ដាច់ការគឺពេលនោះអន្តរជាតិមិនត្រឹមតែជួយយើងមិនត្រឹមតែជួយរដ្ឋាភិបាលទេគឺជួយទឹកដីអធិបតេយ្យភាពទាំងប្រតិនយោបាយនេះមានប្រព័ន្ធល្អមែនទេសានិងពាណិជ្ជកម្មទៅទៀតជារឿងពិតបងប្អូនអាចរកអីមកប្រកែកប៉ុន្តែពេលដែលបងប្អូនប្រកែកបងប្អូនត្រូវមើលពិភពលោកស្ថានភាពនិយាយថាអន្តរជាតិមិនដែលជួយជនផ្ដាច់ការទេអត់មានមែនមែនទេជួយចុះបើសិនជាអន្តរជាតិជួយយ៉ាងម៉េចអន្តរជាតិជាទូទៅណាគឺជួយបើតាមការអង្កេតរបស់ខ្ញុំហើយក៏បងប្អូនឃើញដែរគាត់បងប្អូនមិនបាននិយាយសូតារាមានពេលខ្លះអ្វីដែលខ្ញុំនិយាយហ្នឹងណាគឺអត់មានន័យថ្មីទេបងប្អូនក៏ឃើញដែរគាត់ថាបងប្អូនអត់ថាខ្ញុំវាអត់ចេះរៀបពាក្យអត់ចេះសម្ដែងមតិអត់ចេះរៀបក្បួននិយាយដូចគ្រូហ្នឹងមើលទៅឲ្យវាអញ្ចឹងតាមពិតអាហ្នឹងអាណាក៏ឃើញដែរបងប្អូនគេសេចក្ដីថាអូលោកគ្រូនិយាយមកទៅចិត្តខ្ញុំមិនដូចតែខ្ញុំគិតចឹងគាត់តែខ្ញុំវាអត់ចេះនិយាយដូចលោកគ្រូតាមខ្ញុំសម្លឹងមើលណាមកបានអន្តរជាតិជាទូទៅជួយមនុស្ស3ប្រភេទឬក៏ប្រទេស3ប្រភេទទី1ប្រទេសដែលងាកទៅរកប្រជាធិបតេយ្យសេរីហើយខិតខំប្រឹងប្រែងស្ទុះស្ទាឥឡូវខ្ញុំនិយាយប្រទេសដែលងាកទៅរកលទ្ធិប្រជាធិបតេយ្យសេរីហើយខិតខំប្រឹងប្រែងស្ទុះស្ទាពេលនោះអន្តរជាតិនឹងជួយតាមបែបជំនួយទៅលើរដ្ឋាភិបាលតាមបែបជំនួយទៅលើអង្គការសង្គមស៊ីវិលនិងតាមបែបជំនួយសេដ្ឋកិច្ចផ្សេងឧទាហរណ៍ប្រទេសកម្ពុជាយើងក្រោយមិនតែប្រទេសកម្ពុជាទេណាដែលក្រោយអំពីសង្គ្រាមមកមានអង្គការសង្គមស៊ីវិលច្រើនណាអង្គការកុមារអង្គការគម្រីអង្គការជនពិការអង្គការសិទ្ធិមនុស្សអង្គការច្បាប់ពេលដែលប្រទេសនោះចាប់ផ្ដើមរឹងប៉ឹងអង្គការនឹងខ្សោយវិញបងប្អូនត្រូវចាំប្រទេសអង្គការនឹងចាប់ផ្ដើមខ្សោយនៅពេលណាដែលប្រទេសនោះរឹងប៉ឹងឬក៏ប្រទេសនោះទៅជារបបប្រជាបងប្អូននៅស្រុកខ្មែរយើងពីដើមសម្បូរអង្គការបងប្អូនទៀតហ្នឹងអង្គការលីកាដូអង្គការអាថុកឯនោះមានឥទ្ធិពលសាខាខ្លាំងណាស់ក្រោយមកទៀតវ៉ាន់ស្រេងមែនទេអង្គការហ្នឹងវាមានឥទ្ធិពលខ្លាំងវាត្រូវខ្សោយឥទ្ធិពលដោយសារករណីពីរវាខ្សោយវាខ្សោយទី1ប្រទេសនោះមានភាពរឹងមាំហើយអញ្ចឹងអង្គការសង្គមស៊ីវិលខ្សោយហើយបានថាអញ្ចឹងអង្គការសង្គមស៊ីវិលហ្នឹងគឺជាភ្នាក់ងារដែលអន្តរជាតិដែលអង្គការសហជាតិអង្គការសហប្រជាជាតិឬក៏អង្គការអាមេរិកដូច USAID ហ្នឹងរបស់អាមេរិកហ្នឹងមែនទេស្រីអេននៅដូចជា OSAID អង្គការជំនួយរបស់អូស្ត្រាលីជំនួយរបស់អង់គ្លេសជំនួយរបស់អឺរ៉ុបសហភាពអឺរ៉ុបអីហ្នឹងពេលណាដែលឃើញប្រទេសនេះរឹងមាំគឺរដ្ឋាភិបាលអាមេរិករដ្ឋាភិបាលអឺរ៉ុបរដ្ឋាភិបាលអូស្ត្រាលីចាប់ផ្ដើមកាត់បន្ថយជំនួយមនុស្សធម៌ហ្នឹងវាធ្វើឲ្យចំនួនអង្គការនោះរួមទៅវិញដល់សន្តិភាពចាំបាច់ទេដល់សន្តិអង្គការជាទូទៅផ្នែកជំនួយច្បាប់គេនៅជួយសម្រាប់ជនក្រីក្ររងគ្រោះហ្នឹងមែនទេមួយទៀតអានេះខ្ញុំចង់និយាយថាបើសិនជាប្រទេសនោះវាវិវត្តទៅល្អមួយទៀតប្រទេសនោះវិវត្តទៅអាក្រក់ឧទាហរណ៍ថាវិវត្តទៅផ្ដាច់ការទៅជនផ្ដាច់ការយកអង្គការសង្គមស៊ីវិលធ្វើជាសត្រូវចាប់ដើមបុករុកចាក់ពួកមន្ត្រីអង្គការសង្គមស៊ីវិលទៅវានាំឲ្យពួកប្រទេសដូចជាអាមេរិកហើយដូចជាអង់គ្លេសដូចជាអឺរ៉ុបអង្គការសហជាតិដកជំនួយនឹងជាទណ្ឌកម្មទៅវិញមួយការដកខ្លួនដោយសារប្រទេសនឹងខ្លាំងហើយសុខាគមណាឧទាហរណ៍ថាប្រទេសខ្មែរដំបូងសម្បូរអង្គការហ្នឹងក្រោយពីសង្គ្រាមមកអង្គការអាហ្នឹងគឺជាជំនួយរបស់អន្តរជាតិជួយតាមពីអង្គការពេលដែលប្រទេសកម្ពុជារឹងដៃរឹងជើងហើយអង្គការបាត់អស់វិញទៅសល់តិចមែនទែនអានេះការដកទី1ដោយសារតែយើងវាខ្លាំងហើយគេលែងជួយណាដកទី2ដោយសារតែប្រទេសហ្នឹងផ្ដាច់ការយកអង្គការសង្គមស៊ីវិលធ្វើជាសត្រូវពេលនោះគេដាក់ទណ្ឌកម្មវិញមួយដកដោយសារតែយើងនឹងរឹងដៃរឹងជើងហើយគេគិតថាយើងនឹងមានកំណើតហើយទី2គេដកដោយសារតែជាទណ្ឌកម្មដកជំនួយទណ្ឌកម្មចឹងទៅរដ្ឋាភិបាលណាបាត់ចំណូលអង្គការសង្គមស៊ីវិលធ្វើបងប្អូនប្រជាជនមានការងារធ្វើលុយរត់លុយពិភពលោកទោះជាតាមរយៈឯកដោយចូលក្នុងប្រទេសកម្ពុជាមានមនុស្សចាយចរាចរលុយនឹងធ្វើសេដ្ឋកិច្ចនឹងវាកើតឡើងអានេះចំណុចទី1ដែលគេជួយដូចខ្ញុំនិយាយថាស្ដាប់សនតារាទៅបងប្អូនឃើញថាហ្នឹងមែនណាគាត់បងប្អូនអត់ចេះរៀបពាក្យនិយាយដល់អត់ចេះរៀបក្បួននិយាយថាអត់ថាអត់និយាយលោកគ្រូតែរឿងហ្នឹងគឺអន្តរជាតិនៅពិភពលោកគេជួយក្នុងតាក់ទី1គឺប្រទេសដែលចេញណាប្រទេសដែលងើបពីភាពលំដាប់ហើយស្ទុះស្ទានិងមានទំនោរទៅខាងលទ្ធិប្រជាធិបតេយ្យគេជួយទី2គឺគេជួយអ្នកដែលមានកំណើតជួយអ្នកដែលមានកំណើតណាអ្វីទៅអ្នកដែលមានកំណើតឧទាហរណ៍ថាគេសម្លឹងឃើញរដ្ឋាភិបាលគណៈបកណាមួយណាជាគណៈបកប្រជាធិបតេយ្យប្រកួតសរិនទុជាមួយនឹងគណៈបកប្រកាយចឹងទៅ
អន្តរជាតិមានទំនោរចង់ជួយបកប្រជាធិបតេយ្យណាមួយជុំសុផាពេលនោះគេនឹងអន្តរជាតិខ្លះជួយផ្ទាល់តែម្ដងប៉ុន្តែគេអត់ជួយ2ដងទេយ៉ាងគេអាចជួយ2ដងប៉ុន្តែគេអត់ជួយ3ដងទេបងប្អូនត្រូវចាំជួយលើកទី1គេជួយឲ្យយើងរឹងដៃរឹងជើងជួយលើកទី2គេជួយឲ្យយើងទទួលបានជ័យជំនះប៉ុន្តែបើគេជួយម្ដង2ដងហើយយើងនៅតែស្រែកឲ្យគេជួយភិនផនគេនឹងឈប់ជួយយើងគេគ្រាន់តែជំរុញតែប៉ុណ្ណោះបងប្អូនអ្វីសូមរាននិយាយគឺវិទ្យាសាស្ត្រមិនគឺវិទ្យាសាស្ត្រគេនឹងគេហៅថាជួយតែអ្នកមានកំណើតទេគ្មាននរណាម្នាក់ដែលអាចយកអន្តរជាតិធ្វើម៉ែឪយំរំអួយតិចរត់ទៅពឹងគេស្ដាប់យើងយំប៉ុន្តែឲ្យគេអន្តរាគមជាលើកទី3គេអត់ដែលគេកម្រអន្តរាគមណាបើគេជួយយើងម្ដងយើងត្រូវតែប្រឹងខ្លួនឯងកុំឲ្យគេអស់សង្ឃឹមយកអាចជំនួយរបស់គេកិច្ចខិតខំប្រឹងប្រែងរបស់គេដែលយើងទទួលបាននឹងត្រូវរក្សានោះពង្រីកឲ្យទៅកាន់ធំទៅមានន័យថាគេដាក់ដុសគេជួយយើងម្ដងរំពឹងថាយើងដុសពេលមិនថាគេជួយយើងទៅយើងរីកម៉ាងស្រាប់តែគេដកទៅវិញយើងរួចព្រោះអាហ្នឹងយើងរួចព្រោះអន្តរជាតិអត់ចូលចិត្តជួយទេគេជួយហើយគេសម្លឹងឃើញថាយើងមិនអាចយើងអត់មានសមត្ថភាពទទួលជ័យជំនះយើងអត់មានសមត្ថភាពគ្រប់គ្រងជ័យជំនះយើងអត់មានសមត្ថភាពឈរដោយខ្លួនឯងបានទេយើងអត់មានសមត្ថភាពពង្រីកនេះអតិពលរបស់ខ្លួនឯងបានទេពេលនោះគេនឹងមកអសាទរញញឹមពីចម្ងាយវិញអូល្អសូនរ៉ាល្អណាស់ដាក់ទៅសូនរ៉ាល្អណាស់ដាក់ទៅសូនរ៉ាល្អណាស់ប៉ុន្តែឲ្យគេមកលូកដៃជួយដូចមុនអត់ទេយើងដើរតែត្រប់បែកញើសឃ្លៀតក៏អត់ដែររឿងប៉ិតណាបងប្អូនអញ្ចឹងរឿងប៉ិតដែលសូនរ៉ាសុផលខេមរិនមែនទេផ្ដោតទៅលើការកសាងសមត្ថភាពខ្លួនឯងតែមិនថាខ្ញុំមិនទាន់មានឱកាសតែអន្តរជាតិជួយទេបើអន្តរជាតិជួយខ្ញុំម្ដងណាខ្ញុំនឹងមិនធ្វើឲ្យអន្តរជាតិអស់សង្ឃឹមអានេះខ្ញុំមិនធ្វើអន្តរជាតិអស់សង្ឃឹមខ្ញុំនឹងរក្សាជំនួយនោះហើយពង្រីកយកស្នាដៃទៅប្រាប់ថាអ្នកឯងជួយខ្ញុំមកតក់ខ្ញុំរីកបានអ្នកឯងជួយខ្ញុំមកតំបន់ខ្ញុំរីកបាន1លានតំបន់1លានតំបន់អាហ្នឹងគឺនៅលើពិភពលោកយើងនេះគឺអញ្ចឹងទាំងអស់ប្រទេសណាដែលសហគមន៍អន្តរជាតិដាក់ជួយទៅអត់រីកគឺគេនឹងលែងជួយហើយអត់ទេអ៊ុំសានស៊ូជីមានអ្នកណាទៅជួយទៀតទេអ៊ុំសានស៊ូជីមានអ្នកណាជួយទៀតទេមែនទេមានតែគេអង្គុយកោតទោសផ្ទះដៃពីថ្ងៃជួយយ៉ាងម៉េចអានេះជួយឲ្យអ៊ុំសានស៊ូជីទៅឲ្យទៅជួយទៅម៉េចមែនទេបើសិនជារស់នៅលើពឹងទៅលើដៃកណ្ដាប់ដៃគេក៏ដែរមិនឈានអានឹងចាំបាច់មានភូមិមាទៅអីមានបាក់ប្រចាំទៅមែនទេរស់ពឹងអាមេរិករស់ពឹងអឺរ៉ុបតាម UN ហ្នឹងទៅគេមិនម៉ែឪយើងនេះណាគេជួយអ៊ុំសានស៊ូជីទៅជាឈ្នះឆ្នោតទៅជាកាន់អំណាចហើយទៅជារំអួយកលុញឆែកត្រឡប់តាក់ណាទៅវិញណាគេអត់ជួយទៀតទេបងប្អូនចាំសម្ដីសូនគឺយ៉ាងហោចគេជួយដាក់ទណ្ឌកម្មបើថាឲ្យលូកដៃដូចមុនដូចទៅណាគឺអត់ទេមែនទេអានឹងខ្ញុំគ្រាន់តែជម្រាបរឿងមួយការពិតមួយដែលបងប្អូនមិនចង់ឮប៉ុន្តែវាជាការពិតមួយដែលបងប្អូនមិនចង់ឮជាមួយនឹងការពិតអញ្ចឹងមានន័យថាអន្តរជាតិគេជួយអ្នកមានកំណើតគេអត់ជួយមនុស្សចោលពិសេសទេអានឹងជួយទី2មែនទេជួយទី3គឺគេហៅថាជួយសម្ព័ន្ធមិត្តអានេះសំខាន់ណាស់ស្ដាប់ទៅគឺសិតតែជាអ្វីដែលបងប្អូនបានឃើញទាំងអស់ហើយគេទៅជួយសម្ព័ន្ធមិត្តប្រទេសប្រទេសនោះជាសម្ព័ន្ធមិត្តរបស់សេរីឬរបស់ប្រទេសផ្ដាច់ការមិនថាយ៉ាងណាគ្រប់កលៈទេសៈមិនថាខុសមិនថាត្រូវគឺសម្ព័ន្ធមិត្តនឹងទៅជួយតែម្ដងឧទាហរណ៍ដូចជានៅអឺរ៉ុបអង្គការ NATO គឺជួយគ្នាណាគឺអត់មានហេតុផលទេទៅនៅអាស៊ានយើងវាអត់មានជួយគ្នាទេ anti-you ដោយសារតែសហគមន៍អាស៊ានវាអត់មានចងជាបណ្ដាញណាឆៃអាសត្វឆ្លាបើមិនជាចងជាបណ្ដាញគឺជួយគ្នាអានេះខ្ញុំចង់និយាយសម្ព័ន្ធមិត្តប៉ុន្តែដូចជាអាមេរិកសម្ព័ន្ធមិត្តតែទៅជួយកូរ៉េខាងត្បូងតែទៅជួយជប៉ុនមិនថាគ្រប់កលៈទេសៈណាទេតែទៅជួយថៃឃើញទេទោះបើតែថៃឈ្លានពានទឹកដីកម្ពុជាក៏ដោយតែដោយសារតែថៃវាមិនមែនជាសម្ព័ន្ធមិត្តរបស់ពួកឯកាអានឹងអញ្ចឹងអានឹងសំខាន់ណាស់ស៊ូជាតិអានឹងសំខាន់ណាស់ដែលខ្មែរយើងត្រូវចាប់តែឯងជាសម្ព័ន្ធមិត្តណាយើងសរុបសេចក្តីមកណាជាទូទៅអន្តរជាតិជួយប្រទេសនិងបុគ្គលបែបណាអន្តរជាតិជួយបុគ្គលនិងប្រទេស3យ៉ាងទី1ប្រទេសដែលណាមានទំនោរទៅខាងលទ្ធិប្រជាធិបតេយ្យហើយស្ទុះស្ទារទៅតែងើបពីអន្តរាយអានេះគេជួយទី2ណាគឺគេជួយអ្នកមានកំណើត